ជាទូទៅបើសិនជាយើងវាស់នៅពេល12ទៅ14សប្តាហ៍ហ្នឹងឃើញថាទឹកដក់នៅខាងក្រោយកញ្ចឹងករបស់គោហ្នឹងឬក៏នៅខ True Fluency ហ្នឹងធំជាង3មីលីម៉ែត្រដូច្នេះគ្រូពេទ្យប្រកាសជាត្រូវរកមើលភាពមិនប្រក្រតីផ្សេងទៀតអីដែលអាចមានជាទូទៅកាលណាដែលទឹកដក់ខាងក្រោយកញ្ចឹងកនឹងវាឡើងក្រាស់វាជាបញ្ហាមួយដែលធ្វើឲ្យកូនប្រឈមជាមួយនឹងជំងឺchromosome trisomy ទី21ដែលគេហៅថា Down syndrome ហ្នឹងហើយវាអាចប៉ះពាល់ទៅលើ chromosome ទី18និងទី13ផងដែរហើយបើសិនជានេះវាអាចមានការប៉ះពាល់ទៅលើរចនាសម្ព័ន្ធនេះរបស់កូនហ្នឹងគឺអាចមានការប៉ះពាល់ទៅលើផ្នែកបេះដូងរបស់កូនវាអាចទៅជា congenital heart defect បញ្ហាទៅលើឆ្អឹងរបស់កូនអាចមានការវិវត្តមិនល្អឬក៏ការខណ្ឌចែករវាងសន្ទះទ្រូងទៅនឹងសរីរាង្គនៅក្នុងពោះហ្នឹងវាអាចលៀនសរីរាង្គខ្លះចូលទៅក្នុងប្រអប់ទ្រូងរបស់កូនហើយបន្ថែមពីនឹងទៀតគឺអាចធ្វើឲ្យកូននឹងមានទឹកដក់នៅក្នុងសរីរាង្គពោះឬក៏នៅក្នុងស្បែកឬក៏នៅក្នុងប្រដាប់ភេទរបស់កូនអញ្ចឹងទៅដែលគេហៅថា erythrocytosis ហ្នឹងឯងហើយបើសិនជាគាត់ឃើញវាស់ទៅឃើញឡើងអានឹងគាត់ត្រូវតែទៅជួបគ្រូពេទ្យតាមការណាត់ហើយវាអាស្រ័យទៅលើទំហំកម្រាស់របស់ទឹកដក់នៅក្រោយកញ្ចឹងកនឹងដែរតើវាធំជាង3មីលីម៉ែត្រអានឹងការតាមដានបែបមួយផ្សេងប៉ុន្តែបើសិនជាវាឡើងក្រាស់ខ្លាំងចាប់ពី3មីលីម៉ែត្រទៅ6មីលីម៉ែត្រនឹងគេត្រូវធ្វើអីផ្សេងជាបន្ទាន់ហើយបើសិនជាធំជាង6មីលីម៉ែត្រទៅ10មីលីម៉ែត្រអានឹងក៏ត្រូវមានអីផ្សេងដែរប៉ុន្តែបើវាត់ទៅឃើញធំជាង10មីលីម៉ែត្រមកអានឹងគឺជាកត្តាប្រឈមច្រើនដែលធ្វើឲ្យកូនគាត់ហ្នឹងគេហៅថាមានប្រឈមមួយភាពមិនប្រក្រតីដូច្នេះគាត់ត្រូវទៅជួបគ្រូពេទ្យខាងឯកទេសដែលជំនាញខាងអេកូរកភាពប្រក្រតីរបស់កូននឹងជាបន្ទាន់ឯបាទសូមអរគុណចំពោះសំណួរហើយបើសិនជាបងស្រីគាត់មានចងល់ឬក៏ខ្ញុំឆ្លើយទៅគាត់អត់យល់កន្លែងណាឬក៏ចង់សួរអីបន្ថែមបានបងអាចតម្លាក់សំណួរនៅក្នុង comment តាមវីដេអូនេះបានអរគុណ